ស្ដីអ្នកទាំងអស់គ្នាយ៉ាងនេះនោះអ្នកទាំងអស់គ្នាមកស្ដីថ្ងៃនេះ So let's goនេះមិន start ពី morning ទៅអ្នកទាំងគ្នានេះប្រហែលជាថ្ងៃម៉ោង 10:11 ហើយខ្ញុំត្រូវលាងកុកវិញដើម្បីជួបបងរូប៊ីហើយនឹងទៅ surprise birthday បងលីកាខ្ញុំខានមកសាលារៀងយូរហើយចង់មួយឆ្នាំហើយកាលជំនាន់ខ្ញុំនៅរៀនណានិយាយទៅគឺខ្ញុំខ្សែហ្មងធ្វើអីក៏លឿនជាងគេដែរព្រោះខ្ញុំស្គាល់បង digital ហ្នឹងហើយពួកគាត់ធ្វើការនៅនឹងរាប់អានគ្នាដល់ឡើយទោះជាអត់បានជួបមុខគ្នាក៏បាន check up គ្នាតាម Instagram ដែរអត់ទៅធ្វើទៅអត់ឌីអប់ទៅហូបមកស៊ីងកូឥឡូវដល់វាយកទៅ surprise មកលីកាហើយអ្នកទាំងគ្នាចាំមកគាត់អត់ដឹងមែនតើហ្មងសភាពអត់អានេះ surprise មែនតើណាសូម្បីតែម្ចាស់គាត់មិនបានធ្វើខ្លួនទេហើយបងនីកាគាត់ថាទីងផ្កាគាត់ធ្វើអីបើគាត់ជាផ្កាហ្នឹងហើយតទៅហើយថ្ងៃបន្តិចខ្ញុំក៏ចេញមកហៅអីញ៉ាំពេលនេះខ្ញុំចង់ញ៉ាំ ramen អានេះកាមេរ៉ា Slate ហើយខ្ញុំលាបក្រែមពណ៌ Slate ទៀតហាងនេះខ្ញុំធ្លាប់ឃើញតែខ្ញុំអត់ដែរមក This is my first time here ហើយខ្ញុំ order hot tea វាសារតែខ្ញុំអត់ទាន់ជាទេគឺនៅកងូ and the tea is not too strong អត់មេដៃមួយហើយនេះ ramen ដែលខ្ញុំ order ពេលច្រើនឲ្យតែខ្ញុំញ៉ាំ ramen គឺញ៉ាំតែហ្នឹងហើយខ្ញុំដាក់ម្ទេសបន្តិចទាំងដឹងថាកចង់ឈឺចេញពីញ៉ាំអីហើយខ្ញុំក៏ហៅឃើញហាងម៉ាឆាឬហាងកាហ្វេមួយ cute ហើយនៅខាងលើមានកន្លែងលក់អាទៀតចឹងក៏ចូល order ម៉ាឆាផឹកមួយហើយលាបក្រែមរួចបន្តដំណើរឡើងទៅមើលហាងកៅអៅគេនៅខាងលើនេះគឺស្ទល់ទាំងអស់គ្នាហើយ price affordable ខ្ញុំគិតថា if you guys ចូលចិត្ត vibe របៀបអែលចឹង you can come my old color of matcha another place to recommend សម្រាប់អ្នកដែលគាត់ចង់រៀបការធ្វើ workshop ការខ្ញុំ recommend អ្នកទាំងអស់គ្នាមកនៅនេះដូចជា bloom flower most of you ប្រហែលជាឃើញTikTok គាត់ផុសហើយនិយាយទៅគាត់មាន buffet ផ្កា and just come to create your own style of flower ហើយបន្តមកទៀតខ្ញុំក៏មកហោមទីងថោសម្រាប់អ្នកផ្កាហើយ vlog មានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាជួបគ្នាវីដេអូខាង Don't mind my voice I'm still not well right now bye bye guys